ធម្មជាតិនៃដៃបញ្ញាក្អែកគឺមានចំណុចខ្លះគឺខុសគ្នាច្រើនបងប្អូនដើមដៃតែមួយដើមតែមួយក៏មានពណ៌ខុសគ្នាដែរពេលនេះខ្ញុំសូមលើកយកតួអង្គព្រះអង្គបសិវលីដែលខ្ញុំបានឆ្លាក់រួចបាទពីដៃបញ្ញាដើមស្ដៅយើងបងប្អូនធ្លាប់ស្គាល់ហើយគឺផ្កាស្ដៅយើងយកធ្វើជាត្រួយម្លក់រីឯដៃបញ្ញាតម្រាំតែធំបានប៉ុណ្ណេះក៏មិនតិចឆ្នាំដែរហើយបញ្ញាដែលមកតោងនឹងដើមស្ដៅនេះដោយសារដើមស្ដៅនឹងមានគេថែរក្សាហើយបញ្ញាដែលមកតោងនៅដើមស្ដៅគឺមិនមែនសុកមកតោងទេដោយដើមនឹងមានរុក្ខទេវតារុក្ខទេវាលោកថែរក្សានៅនឹងដើមហ្នឹងយើងគ្រាន់តែឃើញថាដើមស្ដៅផ្សេងមិនក៏បញ្ញាមិនទៅតោងមិនក៏មកតោងតែដើមមួយហ្នឹងបាទនេះហើយគឺជាអ្វីដែលយើងអាចចាប់អារម្មណ៍បានបាទឥឡូវនេះយើងចូលមកការបញ្ចុះនៅបញ្ញាក្អែកក៏អញ្ចឹងដែរហេតុអីបានជាយើងផ្គុំនៅបញ្ញាក្អែកបន្ថែមទៀតដោយសារនៅក្នុងកម្លាំងបញ្ញាក្អែកមួយគឺមានកម្លាំងផ្សេងគ្នាហើយកាលណាយើងយកមកបញ្ចូលគ្នាកាន់តែធ្វើឲ្យរូបដែលយើងបានឆ្លាក់ហើយហ្នឹងកាន់តែមានកម្លាំងប្រសិទ្ធភាពខ្ពស់ឆ្លៀតក្នុងនីតិនេះដែរខ្ញុំក៏ចង់ជម្រាបជូនដល់បងប្អូនដែលមានបំណងចង់ឆ្លាក់បងប្អូនអាចតាក់ទងតាមលេខទូរស័ព្ទដៃដែលមាន2ខ្សែគឺ096 28 17 369និងមួយខ្សែទៀតគឺ012 58 99 69ហើយកាន់តែងាយស្រួលបងប្អូនអាច add ជា Telegram ដែលខ្ញុំមានទាំង2ខ្សែមួយទៀតបងប្អូនអាចតាក់ទងតាម page ឬ chat page កាន់តែងាយស្រួលហើយរាល់ចម្ងល់បងប្អូនទាំងអស់ដែលបងប្អូនឆ្ងល់ថាបញ្ញាក្អែកគេយកទៅធ្វើអីឬក៏វត្ថុធាតុដើមរបស់បងប្អូនណាមួយចង់សាងជារូបអីចង់បានຂະຫນាតប៉ុណ្ណាហ្នឹងហើយខ្ញុំនឹងឆ្លើយជូននៅរាល់ចម្ងល់របស់បងប្អូនហើយដែលទីតាំងជាងចម្លាក់ប្រម៉ែធរណីគឺនៅផ្ទះលេខ98ផ្លូវប៊ីតុង4448ខ្ញុំសូមជម្រាបបញ្ជាក់ជូនបងប្អូនបន្ថែមទៀតឥឡូវនេះជាងចម្លាក់ប្រម៉ែធរណីគឺមានទាំងស្រោបអ៊ីណូសស្រោបជ័រដែលមានគ្រប់ម៉ូដគ្រប់ក្បាច់បងប្អូនពេញចិត្តមួយណាម៉ូដណាអាចកំងបានហើយជាងចម្លាក់ប្រម៉ែធរណីក៏មានស្រោបជាកាក់សកាក់ក្រហមនិងប្រាក់អ៊ីតាលីបាទឥឡូវនេះយើងឃើញថាសម្រាប់រូបបងប្អូនប្រុសនេះក្រោយពីស្រោបក្បាច់ជ័រហើយយើងឃើញថាស្រស់ស្អាតណាស់បងប្អូនមានម៉ូដក្បូរក្បាច់គួរឲ្យទាក់ទាញណាស់បាទជាទីបញ្ចប់នេះដែរខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រុសនិងសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែចូលរួមទស្សនាបាទសូមអរគុណ